រឿងសុំរូបថតក្បែររបងវត្តសូមគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនអ្នកដែលចូលចិត្តតាមដានស្ដាប់រឿងខ្មោចទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រន្ធត់លួសព្រលឹងនៅក្នុងរាត្រីនេះដែរ Admin សូមលើកយករឿងមួយដែលកើតទៅលើលោកពូម្នាក់ដែលគាត់រស់នៅក្នុងស្រុកសំរោងទងខេត្តកំពង់ស្ពឺលោកពូម្នាក់នោះគាត់ឈ្មោះថាលោកពូរិនហើយមុខរបររបស់គាត់គឺជាអ្នកលក់បុកល្ហុងនិងប្រហិតចៀនហើយផ្ទះរបស់គាត់គឺនៅក្រោយវត្តមួយដែល Admin សុំលាក់ឈ្មោះសន្តានវត្តនោះគឺខ្លោងទ្វារនឹងគឺបែរមុខទៅខាងកើតហើយផ្លូវនៅខាងត្បូងមួយនឹងគឺជាផ្លូវចូលផ្ទះរបស់គាត់ថាផ្ទះរបស់គាត់នឹងគឺមានតែផ្លូវមួយនឹងទេដែលអាចចូលទៅផ្ទះគាត់បានផ្លូវវាងនឹងគឺអត់មានទេតែតាំងពីដើមរៀងមកនឹងគឺគាត់ជិះទៅតាមផ្លូវខាងត្បូងវត្តនេះទេក៏មិនដែលជួបរឿងគួរឲ្យខ្លាចក៏មិនដែលជួបរឿងគួរឲ្យរន្ធត់ដែរទើបតែអំឡុងឆ្នាំ2020កាលនោះគឺកូវីដមកដល់ក្នុងប្រទេសយើងហើយបងប្អូននៅក្នុងភូមិនឹងឲ្យតែមានអ្នកស្លាប់មិនថានៅភូមិផ្សេងឬក៏មិនថានៅភូមិដែលជាប់ក្បែរគាត់នេះទេកាលណាដែលគេហែសពមកបូជានៅទីបច្ឆានឹងតែងតែមានសុំរូបថតហើយសុំរូបថតក៏គេមិនបានយកទៅណាដែរគេយកមកដាក់នៅខាងត្បូងវត្តដែលនៅជាប់ផ្លូវនឹងឯងពេលខ្លះទៅមិនថាបងប្អូនដែលនៅភូមិផ្សេងបងប្អូនដែលនៅភូមិនឹងយកសពមកបូជានៅទីបច្ឆានឹងទេសូម្បីតែបងប្អូនខ្លះដែលនៅក្នុងភូមិនឹងបូជាសពមេននៅខាងមុខផ្ទះនឹងក្រោយពីបូជាសពរួចរាល់ក៏យកសុំរូបថតមកដាក់នៅខាងត្បូងវត្តនឹងដែរដោយថាយូរទៅដាក់កាន់តែច្រើនទៅនឹងមានបងប្អូនខ្លះដូរប្រភូមិបាក់បែកក៏យកមកចោលនៅកន្លែងនឹងបងប្អូនខ្លះទៀតនឹងយកជំនាងផ្ទះដែលគេដូរហើយយកមកដាក់កន្លែងនឹងក៏មានក៏ថាយូរទៅកន្លែងនឹងគឺជាកន្លែងគួរឲ្យខ្លាចមែនទែនហើយនៅផ្លូវខាងត្បូងវត្តនឹងក៏មានដើមប៉ែនមួយដើមដែរដែលថាក្មេងៗវាតែងតែមករើក្មេងៗវាតែងតែមកឡើងបេះឲ្យទៅដល់រដូវផ្លែប៉ែននឹងក្មេងៗក៏មានចាស់ក៏មានអ្នកណាគេចង់បេះយ៉ាងគេក៏ទៅបេះតែក្រោយពីគេយកសុំរូបថតទៅទុកចោលនៅកន្លែងនឹងក្មេងៗចាស់នឹងក៏គេលែងហ៊ានទៅបេះមិនថាពេលថ្ងៃក៏មិនថាពេលល្ងាចដែរអញ្ចឹងបុរិនគាត់ថារឿងរន្ធត់គឺកើតចំពោះគាត់ដោយថាថ្ងៃមួយគាត់លក់ប្រហិតរៀងយប់ជ្រៅដែរហើយលក់ប្រហិតនឹងពេលខ្លះក៏មានប្រពន្ធគាត់មកពេលខ្លះក៏ប្រពន្ធគាត់ក៏មិនបានមកហើយដល់កន្លែងនឹងក៏មិនមានផ្ទះអ្នកស្រុកអីដែរដោយថាគាត់កុំឲ្យស្ងាត់គាត់ចេះតែដាក់បពាយនាយបុកល្ហុងប្រហិតចៀនបុកល្ហុងប្រហិតចៀនយ៉ាងទៅក្រោយពីគាត់មកដល់កន្លែងគេដាក់សុំរូបថតសាកសពដែលគេចោលនឹងស្រាប់តែគាត់នឹងបានឃើញរូបថតគ្រប់សុំប៉ុន្តែបើសិនជាតាមគាត់ដឹងគាត់ថាគាត់ជិះពេលថ្ងៃកន្លែងនឹងគឺមានតែសុំរូបថតទេមិនមានរូបថតឡើយហើយគាត់ក៏ឆ្ងល់ដែរគាត់ថាពីណាគេយករូបថតមកដាក់ដោយថាបើបងប្អូនសាច់ញាតិនៃសពគេដូចជាមិនមែនទេក្រោយពីគេបូជាសពនឹងគេយករូបថតទៅផ្ទះអស់ហើយចំណែកតែសុំនឹងគឺគេទុកនៅចោលកន្លែងនឹងហើយម៉ោងនឹងក៏មិនដូចជាយប់ជ្រៅអីណាដែរគាត់សម្លឹងមើលនាឡិកានឹងគាត់ថាម៉ោងប្រហែលជា9ជាងទេហើយគាត់ចេះតែជិះងាកចឹងទៅអាចាំងភ្លើងម៉ូតូរបស់គាត់ហើយណាមួយអំពូលម៉ែត្រដែលនៅជាប់អាទេសរបស់គាត់នឹងដូចថាវាជះដល់ចំហៀងដែរចឹងទៅឃើញរូបថតឲ្យច្បាស់ចាស់មានប្រុសមានស្រីមានចាស់មានក្មេងក្រោយពីគាត់ឃើញបែបហ្នឹងគាត់មានអារម្មណ៍ថាព្រឺសម្បុរតែគាត់មិនបានគិតតែខ្មោចលងគាត់អីទេក្រោយពីជិះហួសដល់កន្លែងហ្នឹងក៏ដល់ផ្លូវបត់ចូលផ្ទះគាត់នៅខាងក្រោយវត្តហើយរឿងនោះក៏មិនបានប្រាប់ដល់ប្រពន្ធគាត់ប្រាប់ដល់កូនគាត់អីដែរក៏ដេកឆ្ងល់ស្ទឹងតែមួយយប់ក្នុងចិត្តរបស់គាត់នឹងបន់ឲ្យតែភ្លឺទេស្រួលពេលព្រឹកហ្នឹងគាត់ជិះទៅមើលម្ដងទៀតក្រោយពីដល់ម៉ោង6ព្រឹកហ្នឹងគាត់ជិះម៉ូតូទៅមើលម្ដងទៀតគាត់ថាសុំរូបថតដែលបែកបាក់សុំរូបថតខ្លះដោយថាផ្កាវារុះរោយវានៅដដែលតែចម្លែកអីពីយប់ហ្នឹងគាត់ថាសុំរូបថតគ្រប់គ្នាហ្នឹងសិតតែមានផ្កាស្រស់សិតតែមានរូបថតគ្រប់គ្នាតែមកដល់ពេលព្រឹកឡើងហ្នឹងមិនដឹងទៅណាអស់ទេប្រហែលយប់មិញហ្នឹងគាត់ខ្មោចលងហើយគាត់បានតែប៉ុណ្ណឹងហ្នឹងគាត់ក៏ជិះម៉ូតូហួសទៅដោយថាគោលដៅរបស់គាត់គឺទៅផ្សារទិញអីវ៉ាដើម្បីលក់បុកល្ហុងពេលល្ងាចផងក្នុងថ្ងៃនោះដែរក្រោយពីរសៀលម៉ោង3ហ្នឹងគាត់ក៏បានរៀបចំរទេះលក់ដូចជាធម្មតាអញ្ចឹងក្រោយពីជិះចេញពីផ្ទះហ្នឹងគាត់ក៏បានចំណាំមើលជុំវិញនឹងដែរមានអ្នកណាយកសុំរូបថតមកដូរឬក៏យ៉ាងណាតែអត់មានចម្លែកអីទេគាត់ថាពីព្រឹកមកឃើញយ៉ាងម៉េចឥឡូវក៏ឃើញអញ្ចឹងក្រោយពីគាត់ជិះម៉ូតូលក់បុកល្ហុងប្រហិតចៀនដូចថារៀងយប់ជ្រៅដែរពេលយប់ម៉ោង9ជាងគាត់ជិះមកដល់ត្រង់ចំណុចផ្លូវបត់ចូលផ្ទះរបស់គាត់ដែលនៅខាងត្បូងវត្តហ្នឹងគាត់ងាកមកខាងរបងវត្តហ្នឹងគឺមានសុំរូបថតចាស់ហ្នឹងគឺនៅជាធម្មតាទេប៉ុន្តែរឿងដែលចម្លែកហ្នឹងគឺនៅក្រោមដើមប៉ែនដែលក្មេងៗចំណាំតែបេះនោះបែរជាមានមនុស្សមានស្រីមានប្រុសមានចាស់មានក្មេងអង្គុយរើសផ្លែប៉ែននៅកន្លែងនោះមកដល់ត្រង់ចំណុចកន្លែងហ្នឹងគាត់ក៏បានសម្លឹងមើលដែរ
គាត់ថាកែឡូមានកូនគាត់កែឡូមានក្មួយគាត់នៅកន្លែងនឹងអីទៅប៉ុន្តែគាត់អត់ស្គាល់អ្នកណាម្នាក់ទេហើយមនុស្សទាំងអស់នោះសុទ្ធតែអង្គុយបែរខ្នងអ្នកខ្លះអង្គុយរើសផ្លែប៉ែនអ្នកខ្លះនៅលើដើមប៉ែនឮតែមាត់ជេរចាចឹងទៅហើយក៏មិនបានឮថាគេនិយាយអីខ្លះដែរគាត់នឹងក៏បានចុចស៊ីផ្លេតេតចឹងទៅមនុស្សម្នាក់ហ្នឹងគឺងាកមកមើលគាត់គ្រប់គ្នាម្ដងនេះបរិនគាត់ថាគាត់នៅលេងបានហើយដោយសារអីដោយសារមុខម្នាក់គឺស្លេកគ្មានឈាមទេហើយមុខផតភ្នែកជ្រៅរាងខ្ពស់គាត់ថាអ្នកខ្លះក៏ពោះដល់ទៅ2ម៉ែត្រក៏មានដែរក្រោយពីឮគាត់ស៊ីផ្លេហ្នឹងម្នាក់ស្រាប់តែដើរមកគាត់អ្នកខ្លះក៏ជើងដល់ដីអ្នកខ្លះក៏ជើងមិនដល់ដីហើយបរិនហ្នឹងគាត់ក៏មិនមែនជាអ្នកខ្លាចខ្មោចពីមុនអីមកដែរដូចថាគាត់ខ្លាចប៉ុន្តែគាត់ហ៊ានអ្នកណាដើរតាមអីអ្នកណារត់តាមអីហ្នឹងគឺគាត់មិនដឹងទេគាត់ជិះម៉ូតូទៅមុខបែបធម្មតាចឹងទៅក្រោយពីដល់ផ្ទះហ្នឹងក៏មិនបាននិយាយអីប្រាប់ទៅដល់គ្រួសារគាត់ដែរព្រោះអីគាត់គិតថាផ្ទះរបស់គាត់ហ្នឹងដូចថាមានតែច្រកនឹងចូលមួយគត់បើសិនជានិយាយរឿងទាំងអស់នេះប្រាប់ក្រុមគ្រួសាររបស់គាត់ទៅហើយលោថាប្រពន្ធកូនគាត់ខ្លាចមិនហ៊ានជិះម៉ូតូកាត់នឹងពេលល្ងាចឬក៏ពេលថ្ងៃអីទៅប៉ុន្តែរឿងនោះគឺលាក់មិនចិត្តទេដោយសារតែមានបងប្អូនអ្នកជិតខាងរបស់គាត់នឹងជិះម៉ូតូកាត់នឹងពេលយប់គេក៏បានឃើញឮពីមាត់មួយទៅមាត់មួយចឹងទៅដូចថាប្រពន្ធរបស់គាត់នឹងក៏សួរថាឯងជិះកាត់នឹងពេលយប់នឹងបានឃើញដូចគេអត់បុរិននឹងគាត់ក៏បានប្រាប់ប្រពន្ធគាត់ថាការពិតទៅខ្ញុំជួប2-3ដងហើយប៉ុន្តែខ្ញុំមិនដែលហ៊ាននិយាយរឿងនេះប្រាប់គេឬក៏ប្រាប់ឯងអីទេថ្ងៃនេះបើសិនជាជ្រុលគេនិយាយទៅហើយខ្ញុំក៏បានជួបដែរគាត់នឹងក៏ប្រាប់រឿងទាំងអស់នឹងទៅដល់ប្រពន្ធគាត់ទៅអញ្ចឹងរឿងរន្ធត់នឹងគឺកាត់មកដល់ថ្ងៃមួយដែលថាមានសាកសពពោះធំម្នាក់នឹងគឺគេយកទៅបញ្ចុះនៅកន្លែងផ្សេងទេប៉ុន្តែសម្រាប់អីវ៉ាន់សម្រាប់សុំរូបថតគឺគេយកមកដាក់ចោលកន្លែងផ្លូវនឹងដែរគាត់ថាមានខោអាវក្មេងផងមានខោអាវស្ត្រីពោះធំនឹងផងគាត់ថាមិនចាំបាច់ខ្មោចលងអីទេគ្រាន់តែមើលអីវ៉ាន់មើលសុំរូបថតដែលមិនមានរូបថតសោះនឹងគាត់ក៏មានអារម្មណ៍ថាព្រឹសសម្បុរដែរហើយសាច់រឿងរន្ធត់តទៀតក៏បានជួបទៅលើបងប្រុសម្នាក់នោះគឺក៏ចូលចិត្តដើរលេងយប់មែនតែនពេលខ្លះម៉ោង11ម៉ោង12យប់មិនបានចូលផ្ទះហើយផ្ទះរបស់គាត់នឹងក៏មិនបាននៅឆ្ងាយពីផ្ទះបុរិនណាប្រមាណដែរជិះចូលច្រកខាងត្បូងវត្តដូចគ្នាទេយប់ថ្ងៃមួយនោះដូចថាគាត់ដើរលេងជ្រុលយ៉ាងម៉េចក៏មិនដឹងដែរម៉ោង11ជាងទើបបានជិះម៉ូតូទៅផ្ទះហើយជិះម៉ូតូទៅផ្ទះពេលយប់ជ្រៅនឹងក៏មិនមានផ្លូវណាវាងដែរមានតែផ្លូវនឹងមួយទេបើសិនជាគាត់មិនចូលផ្ទះខ្លាចប្រពន្ធគាត់រករឿងចឹងទៅគាត់ក៏បានមកខំចិត្តជិះម៉ូតូចូលផ្ទះមកដល់ត្រង់ចំណុចកន្លែងហ្នឹងគាត់ថាម៉ោង7:12ហើយភ្លើងម៉ូតូរបស់គាត់នឹងវារៀងភ្លឺដែរនឹងចិត្តតែ Wi-Fi ផ្លេតចឹងទៅគាត់នឹងក៏បានឃើញស្ត្រីម្នាក់អង្គុយរើខោអាវដែលគេទុកចោលនោះពីដំបូងគាត់ថាឃើញស្លៀកពាក់ខោអាវចាស់សក់កត្រើងចឹងទៅគាត់ថាតែមនុស្សឈួតឃើញលោថាគាត់មិនមានសម្លៀកបំពាក់ចឹងទៅគាត់ក៏បានរើខោអាវមកពាក់ប៉ុន្តែស្ត្រីម្នាក់នោះក្រោកឈរបងប្អូនហើយគាត់ថាអង្គុយពីដំបូងនោះដូចថាមើលទៅដូចជាឃើញជើងឃើញអីធម្មតាទេក្រោយពីក្រោកឈរព្រឹបហ្នឹងគាត់ថាមួយកំណាត់លើហ្នឹងគឺឃើញច្បាស់ចាស់ប៉ុន្តែចម្លែកអីមួយកំណាត់ក្រោមហ្នឹងគឺឃើញលក្ខណៈថាព្រាលរសាត់អញ្ចឹងណាក្រោយពីគាត់ឃើញអញ្ចឹងហ្នឹងគាត់ក៏មិនបាននៅឯអង្គយូរដែរដោយថាម៉ូតូរបស់គាត់ហ្នឹងមួលមួយងោងអញ្ចឹងទៅក៏ផុតពីកន្លែងហ្នឹងទៅព្រឹកឡើងហ្នឹងពូនោះគាត់មិនបានលាក់ទេគាត់ដើរនិយាយពេញភូមិសំបីតែបុរិនហ្នឹងក៏គាត់បានឮដែរប៉ុន្តែគាត់ថាដូចជាល្អដែរតាំងពីពេលហ្នឹងមកហ្នឹងគាត់ថាលោកពូម្នាក់នោះលែងហ៊ានដើរផឹកដើរស៊ីយប់លប់ទៀតហើយបើសិនជាគាត់ចង់ហូបអញ្ចឹងគាត់ទិញម្ហូបនៅផ្ទះគាត់មិនបានដើរឆ្ងាយដូចមុនទៀតទេអញ្ចឹងសុំរូបថតនៅក្បែររបងវត្តនោះដូចថាមកដល់ឆ្នាំ2022ហ្នឹងគេក៏បានពង្រីកផ្លូវចូលក្នុងភូមិហ្នឹងគេក៏បានឈូសក្បែររបងវត្តអញ្ចឹងទៅមានលោកតាម្នាក់ហ្នឹងគាត់ថាគាត់មិនខ្លាចទេប្រមូលទាំងអាថ្មីប្រមូលទាំងអាចាស់យកតកោដុតចោលទាំងអស់ហ្នឹងចាប់តាំងពីពេលហ្នឹងមកហ្នឹងអ្នកខ្លះក៏គេបានជួបរឿងរន្ធត់អ្នកខ្លះទៀតក៏មិនបានជួបប៉ុន្តែមិនអត់ទេនៅតែមានអ្នកជួបចឹងអ្នកខ្លះគេថាគេឃើញនៅអង្គុយលើលបងវត្តព្រោះអីបច្ឆាហ្នឹងក៏នៅក្បែរលបងវត្តហ្នឹងដែរអញ្ចឹងបុរិនក៏ថាក៏ធ្លាប់ជួបរឿងហ្នឹងប្រមាណដងដែរសម្រាប់អ្នកផ្សេងជួបទៀតហ្នឹងឮតែគេថាគឺគាត់មិនច្បាស់ទេអញ្ចឹងរឿងរបស់បុរិនក៏ឈានមកដល់ទីបញ្ចប់ដែរបើសិនជាអេដមីនដំណើរទៅមានការខុសឆ្គងអីក៏សូមខន្តីអភ័យទោសទៅដល់បុរិនផងសម្រាប់បងប្អូនក៏ដូចគ្នាដែរដោយថាអេដមីនសម្រាយប្រាវទៅអញ្ចឹងប្រហែលជាមានកន្លែងខ្វះខាតខ្លះហើយក្នុងចិត្តក៏នៅឆ្ងល់ដែរឆ្ងល់ថាបងប្អូនយើងហេតុអ្វីចូលចិត្តយកសុំរូបថតទៅដាក់នៅកន្លែងមុខរបងវត្តអ្នកខ្លះទៀតទៅក៏ដាក់ចំហៀងវត្តមិនដឹងថាគេនឹងដាក់ដើម្បីអីបើសិនជាបងប្អូនណាដឹងក៏សូមជួយខមមិនប្រាប់ផង
សម្រាប់ admin ក៏អរគុណបងប្អូនដែរដែលស្ដាប់មកដល់ត្រង់ចំណុចនេះហើយវីដេអូក៏មានតែប៉ុណ្ណេះដែរសូមអរគុណច្រើនសូមគោរពលាជួបគ្នានៅវីដេអូក្រោយ